ការប្រាក់ខែនៅពី300នៅចាយគ្រាន់បងប្អូនស្រាប់តែពេលធ្វើការយូរទៅប្រាក់ខែកាន់តែឡើងតែយើងបែរជាមានបំណុលជាប់ខ្លួនវិញអានេះវាជាមូលហេតុមួយដែលបងប្អូនយើងគាត់តែងតែយល់ច្រឡំទៅលើការចាយវាដែលគាត់អត់បានគិតគូរណាបងប្អូនអានេះជាចំណុចមួយដែលសង្គមយើងបច្ចុប្បន្ននេះជួបច្រើនមែនទែនបងប្អូនហេតុអីបានជួបអញ្ចឹងបងដោយសារតែគាត់យល់ច្រឡំថាការទិញបំណុលទៅជាទ្រព្យវិញបងប្អូនដោយសារគាត់មើលឃើញនៅពេលដែលប្រាក់ខែចាប់ផ្ដើមមានច្រើនចំណូលឃើញចំណូលច្រើនគាត់បែរជាទៅបង់រំលោះជាមួយនឹងម៉ូតូជាមួយនឹងឡានដែលវាជាបំណុលហើយគាត់យល់ច្រឡំថាវាគឺជាទ្រព្យហេតុអីបានខ្ញុំនិយាយថាម៉ូតូឡានគឺជាបំណុលអានេះបើយើងគិតទៅយើងមើលមួយផ្លែតដូចជាយើងទិញរបស់ទុកនៅផ្ទះជាងប៉ុន្តែបើយើងគិតឲ្យដល់វិញវាចំណាយសពគ្រប់បងប្អូនទី1នៅពេលដែលយើងបង់រំលោះវាអស់ទាំងការប្រាក់ហើយតម្លៃនៃការបង់រំលោះគឺបើសិនជាម៉ូតូឡានសឹងតែបើម៉ូតូមួយសឹងទៅជាម៉ូតូ2បងប្អូនតម្លៃវាហើយបើចំពោះឡានវិញគឺយើងត្រូវការនៅពេលដែលយើងជិះគឺយើងត្រូវការចាក់សាំងត្រូវការជួសជុលវានៅពេលដែលវាមានបញ្ហាខូចខាតទាំងហ្នឹងហើយដែលធ្វើឲ្យចំណូលរបស់យើងវាទប់ជាមួយនឹងចំណាយអត់ជាប់បងប្អូនបាត់តែវាឡើងជាងមុនប៉ុន្តែការចំណាយរបស់យើងក៏ខ្ពស់ជាងមុនដែរអញ្ចឹងបានខ្ញុំមើលទៅលើ podcast មួយដែលគេអ្នកវាគ្មិនគាត់និយាយថាជាធម្មតាអ្នកមានគេអត់ដែរចាយកូនលុយទេបងប្អូនគេចាយចៅទួតលុយអាហ្នឹងកន្លែងហ្នឹងមានន័យថាម៉េចមានន័យថានៅពេលដែលគេមានមុខរបរអីមួយឬក៏មានជំនួយណាមួយដែលគេអាចរកប្រាក់ចំណូលបានគេយកប្រាក់ចំណេញដែលបានពីចំណូលទី1ហ្នឹងយកទៅបង្កើតចំណូលថ្មីបន្តទៀតដើម្បីឲ្យប្រភពលុយហ្នឹងវាមានច្រើនប្រភពបងប្អូននៅពេលដែលបានចំណូលពី3ប្រភពបានគេយកលុយហ្នឹងចាប់ដើមយកទៅទិញរបស់ដែលគេចង់បានហើយវាមិនអស់ការប្រាក់នេះជាអ្វីដែលខ្ញុំបានស្ដាប់គាត់និយាយហើយចំណុចហ្នឹងគឺបើយើងសម្គាល់ទៅមើលនៅក្នុងសង្គមបច្ចុប្បន្នយើងឃើញថាមានច្រើនបងប្អូនអញ្ចឹងដើម្បីជៀសផុតពីចំណុចទាំងអស់ហ្នឹងបងប្អូនគួរតែចាប់ផ្ដើមចេះសន្សំលុយនៅក្នុងប្រាក់ចំណូលរបស់យើងណាជាធម្មតាអ្វីដែលគេចង់ឲ្យយើងសន្សំនោះគឺសន្សំ 10% នៃចំណូលរបស់យើងសរុបជាប្រចាំហើយការសន្សំហ្នឹងក៏យើងមិនមែនយកលុយហ្នឹងយកមកសន្សំទុកមកកន្លែងដែរបងប្អូនកាលណាយើងសន្សំទុកហើយយើងអត់យកវាឲ្យធ្វើឲ្យមានសកម្មភាពទៅបង្កើតលុយបន្តទៀតក៏ការសន្សំរបស់យើងហ្នឹងអត់ទទួលបានចង់ថាបានលុយសន្សំហើយប៉ុន្តែអត់ទទួលបានលុយបន្ថែមមកទៀតអញ្ចឹងណាបងប្អូនអញ្ចឹងហើយយើងគួរធ្វើម៉េចយើងគួរយកលុយហ្នឹងយកទៅវិនិយោគអញ្ចឹងពាក្យវិនិយោគមួយម៉ាត់បងប្អូនភាគច្រើនគឺគាត់យល់ច្រឡំថាការវិនិយោគតើបើក្រុមហ៊ុនធំឬក៏រកស៊ីអីធំអញ្ចឹងបានគេហៅថាវិនិយោគតែបងប្អូនអាហ្នឹងមិនមែនទេបងប្អូនការវិនិយោគទោះបីតែយើងចាំសัตว์យើងដាំបន្លែយើងធ្វើអីផ្សេងហ្នឹងក៏ជាការវិនិយោគដែរប៉ុន្តែគ្រាន់តែជាការវិនិយោគផ្នែកផ្សេងគ្នាអញ្ចឹងណាបងប្អូនអានេះវាជាការវិនិយោគទៅលើវិស័យកសិកម្មអញ្ចឹងដើម្បីឲ្យយើងមានប្រាក់ចំណូលបន្ថែមបងប្អូនត្រូវតែយកប្រាក់សន្សំដែលយើងសន្សំបានប្រចាំខែហ្នឹងយកទៅលើវិនិយោគទៅលើអ្វីផ្សេងហើយបើសម្រាប់ខ្ញុំគឺខ្ញុំចូលចិត្តទៅលើវិស័យចិញ្ចឹមសត្វអញ្ចឹងខ្ញុំវិនិយោគទៅលើការចិញ្ចឹមសត្វរបស់ខ្ញុំជារៀងរាល់ខែនៅពេលដែលខ្ញុំសន្សំលុយបានគឺខ្ញុំតែងតែទិញបន្តិចដងជាពិសេសគឺចិញ្ចឹមទៅលើកងានខ្ញុំស្រឡាញ់នៃការចិញ្ចឹមកងានខ្ញុំសន្សំទិញកងានរហូតដល់ឥឡូវនេះខ្ញុំមានមេបាជិត20ក្បាលបងប្អូនហើយនឹងបន្តទិញបន្ថែមទៀតបងប្អូនអញ្ចឹងសម្រាប់ការចិញ្ចឹមសត្វនេះដែរវាផ្ដល់ផលប្រយោជន៍ឲ្យយើងច្រើនបងប្អូនទី1យើងអាចជាលក្ខណៈដូចជាការសន្សំលុយអញ្ចឹងលុយរបស់យើងដែលយើងសន្សំបានហ្នឹងយើងយកទៅស្តុកទុកជាមួយនឹងសត្វដែលយើងបានទិញទុកហ្នឹងអាហ្នឹងវាផ្ដល់ទាំងការងារឲ្យយើងបានមកចំណែកវាផ្ដល់ទាំងប្រាក់ចំណេញឲ្យយើងហើយមួយទៀតគឺយើងអាចមានអារម្មណ៍បាត់នឿយហត់ពីការងារនៅពេលដែលយើង stress ពីការងារមកខ្លាំងហើយយើងបានមើលថែសត្វរបស់យើងនៅថ្ងៃដែលជប់សម្រាកឬក៏ពេលដែលយើងឈប់ពីការងារមកគឺយើងមានអារម្មណ៍ថាយើងសប្បាយចិត្តនៅពេលយើងបានមើលសត្វរបស់យើងហើយបើសិនជាករណីថាយើងចិញ្ចឹមបានច្រើនយើងលក់អត់ចេញក៏យើងអាចធ្វើ
ធ្វើម្ហូបធ្វើអីបានច្រើនទៀតបងប្អូនហើយអ្វីដែលសំខាន់នោះគឺយើងនៅពេលដែលយើងមានការងារច្រើនការងារផ្ទាល់ខ្លួនផងការងារចិញ្ចឹមសត្វផងអញ្ចឹងយើងអត់មានពេលទំនេរទេបងប្អូនតែកាលណាយើងមានពេលទំនេរធម្មតាមនុស្សម្នាក់នៅពេលដែលមានពេលទំនេរចេះតែរកអីដែលចង់និយាយថាដែលធ្វើទៅដែលមិនសូវជាមានប្រយោជន៍ទេដូចជាអ្នកខ្លះទៅអ្វីដែលខ្ញុំស្កត់សម្គាល់ឃើញយុវជនយើងមួយចំនួនក៏ដូចជាសង្គមយើងបច្ចុប្បន្ននៅពេលដែលមានពេលទំនេរច្រើនគឺភាគច្រើនពួកគាត់ច្រើនតែបបួលគ្នាទៅផឹកទៅអីអញ្ចឹងណាបងប្អូនតាមពិតនេះវាជាចំណង់ចំណូលចិត្តរបស់មនុស្សម្នាក់ទេប៉ុន្តែយើងមើលត្រឡប់មកវិញវាជាការខាតបង់ពេលវេលានិងថវិកាច្រើនបងប្អូនអានេះជាចំណុចដែលសំខាន់សម្រាប់យើងយកទៅគិតពិចារណាណាបងប្អូនអញ្ចឹងត្រឡប់មកវិញគោលបំណងដែលខ្ញុំធ្វើវីដេអូនេះគឺចង់ដាស់តឿនបងប្អូនយើងឲ្យទី1ចេះសន្សំលុយហើយទី2ត្រូវយកលុយសន្សំនោះទៅវិនិយោគបន្តមិនថាជាការងារកសិកម្មឬក៏ជាការងារអីផ្សេងដែលលុយដែលយើងសន្សំហ្នឹងអាចយកទៅរកចំណូលឲ្យយើងបន្ថែមទៀតបានហើយនឹងទី3គឺបងប្អូនត្រូវតែប្រើប្រាស់លុយឲ្យបានត្រឹមត្រូវតាមអ្វីដែលយើងបានកត់ត្រាទុកបើមិនចឹងទេវាអាចនឹងធ្វើឲ្យយើងធ្លាក់នៅក្នុងបំណុលមួយដែលយើងមិនអាចនឹងដោះបានណែបងប្អូនចឹងចង់បញ្ចប់នៃវីដេអូនេះខ្ញុំចង់លើកទឹកចិត្តឲ្យបងប្អូនយើងចាប់ផ្ដើមធ្វើអ្វីដែលមានប្រយោជន៍ហើយបោះបង់នៅសកម្មភាពមួយចំនួនដែលផ្ដល់ផលវិជ្ជមានឲ្យយើងណែបងប្អូនចឹងបើបងប្អូនពេញចិត្តវីដេអូនេះសូមកុំភ្លេចជួយចុច Subscribe Channel YouTube ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតសម្រាប់ជាការចែកចម្លែកចំណេះដឹងក៏ដូចជាការសកម្មភាពផ្សេងៗនៃការចិញ្ចឹមសត្វអរគុណបងប្អូន